ដើម្បីបន្ថយនៅការឈឺចាប់ពេលមករដូវយើងនិយាយអំពីការឈឺចាប់ធម្មតាដែលតែងតែកើតមាននៅថ្ងៃទី1នៃរដូវរបស់ស្ត្រីទី1ស្ត្រីត្រូវកុំភ័យសិនត្រូវគិតថាវាជាអាការៈធម្មតាទេដោយសារតែវាកើតមាននៅថ្ងៃទី1នៃរដូវហើយយើងអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទធម្មតាហើយបើសិនជាវាបាត់ទៅវិញតែឯងវាមិនមែនជាអាការៈធ្ងន់ធ្ងរទេទី2គាត់អាចប្រើទឹកក្តៅអ៊ុនៗដើម្បីស្អំនៅលើតំបន់លើថ្ងាសរបស់គាត់លើពោះនោះដើម្បីបន្ថយនៅការឈឺចាប់ឬក៏អ្នកខ្លះក៏គាត់ចូលចិត្តប្រើតកដុំអញ្ចឹងដើម្បីបន្ថយនៅការឈឺចាប់នៅកន្លែងហ្នឹងទី4គាត់ត្រូវព្យាយាមធ្វើម៉េចហាត់ប្រាណការហាត់ប្រាណនៅអំឡុងពេលមុននឹងកំពុងពេលមករដូវវាជួយគាត់ទៅវិញដើម្បីឲ្យសកម្មភាពក្នុងខ្លួនគាត់មានអញ្ចឹងទៅគាត់មានអរម៉ូនមួយយ៉ាងបញ្ចេញមកដែលវាជួយបន្ថយការឈឺចាប់នៅអំឡុងពេលមករដូវដូចគ្នាចា៎ហើយបើតាក់ទងមួយរបបអាហារវិញគាត់ព្យាយាមហូបអាហារដែលជាតិទឹកច្រើនមានន័យថាជាស៊ុបជារបស់ដែលប៉ូវសុខភាពច្រើនហើយវាជួយឲ្យគាត់មានកម្លាំងហើយបន្ថយនៅការឈឺចាប់បានដូចគ្នាចា៎ប៉ុន្តែបើសិនជាយើងនិយាយថាចង់ធ្វើមិនដឹងថាតើការមករដូវហ្នឹងជាការធម្មតាឬមិនធម្មតាខ្ញុំសូមឲ្យដំបូងឡើងគិតអំពីរយៈពេលនិងកម្រិតនៃការឈឺរបស់នៃការមករដូវឧទាហរណ៍បើឈឺតែថ្ងៃទី1ទេហើយគាត់ធ្វើតាមអ្វីដែលអ្នកពូនិយាយមិញទៅគាត់បាត់ទៅវិញគាត់អត់រំខាននៅសកម្មភាពប្រចាំថ្ងៃអីទេវាជាអាការៈធម្មតាទេតែផ្ទុយទៅវិញបើសិនជាគាត់ញ៉ាំថ្នាំបំបាត់ការឈឺចាប់ហើយគាត់សម្រាកហើយគាត់នៅតែឈឺហើយឈឺរយៈពេលយូរថ្ងៃអាច5ថ្ងៃទៅ7ថ្ងៃទៅតាមថ្ងៃរដូវរបស់គាត់អាចមានជំងឺអីមួយដោយនាងខ្ញុំបានជម្រាបមុនហ្នឹងអញ្ចឹងដែលទាមទារឲ្យយើងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវព្យាបាលឲ្យបានទាន់ពេលវេលាទើបគាត់មិនផ្ដល់ផលប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់គាត់មិនផ្ដល់ផលប៉ះពាល់ទៅលើការប្រកបកំណើតនៅពេលដែលគាត់ចង់បានកូនអីអញ្ចឹងទៅចា៎